គេចាប់ដើមមានខ្ញុំសូមគោរពជំនួសដល់លោកគ្រូអ្នកគ្រូនិងសួស្តីដល់សិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះមានខ្ញុំបច្ចុប្បន្នសេចក្តីសូមនៅរីករាយយ៉ាងខ្លាំងដែលបានដើរបបកផ្សាយប្រធានបទមួយស្ដីអំពីអ៊ីត្រូកាបួនអែត plastic ក្រុមរបស់ខ្ញុំមានសមាជិក5នាក់ដែលជាបេក្ខជននៃបេតិកាបំណងប្រាថ្នាគឺនៅថ្នាក់ទី10នៃវិទ្យាល័យព្រះទេសវស្សារៀនសមត្ថថ្មីមានខ្ញុំប៊ីម៉ារីសមេតនីសំអាតរតរីជនីមានខ្ញុំភេងដេលេណាមានខ្ញុំព្រមជគុនធីតានិងនាងខ្ញុំសំមួយជាន់មានសំណួរមួយចោទសួរថាតើផ្លាស្ទិកបង្កឡើងពីសារធាតុអ្វីខ្លះផ្លាស្ទិកគឺបានមកពីប្រេងឆៅនិងឧស្ម័នធម្មជាតិដោយធ្វើប៉ូលីមែរកម្មចឹងយើងចូលមកមើលពីប្រភេទផ្សេងៗនៃផ្លាស្ទិកមានដូចជា PET polyethylene terephthalate ABS acrylonitrile butane styrene PP polypropylene PC polycarbonate HDPE high density polyethylene បានន័យថា polyethylene ដែលមានដង់ស៊ីតេខ្ពស់ PVC polyvinyl chloride LDPE low density polyethylene បានន័យថា polyethylene ដែលមានដង់ស៊ីតេទាប PS polystyrene PMMA polymethyl methacrylate អញ្ចឹងយើងចូលមកដល់ចំណុចនេះតើការបំពុលផ្លាស្ទិកគឺជាអ្វីការបំពុលផ្លាស្ទិកគឺជាការបំពុលផ្ដុំនៅវត្ថុផ្លាស្ទិកនិងភាគល្អិតនៅក្នុងបរិយាកាសខាងដីដែលជះឥទ្ធិពលអាក្រក់ដល់សត្វព្រៃជំរកសត្វព្រៃនិងមនុស្សផ្លាស្ទិកដែលដើរតួជាអ្នកបំពុលត្រូវបានបែងចែកជាកម្ទេចមីក្រូមេសូឬម៉ាក្រូអាស្រ័យលើសង្គមអញ្ចឹងតើការប្រើប្រាស់ផ្លាស្ទិកនោះមានផលប៉ះពាល់អ្វីខ្លះការប្រើប្រាស់ផ្លាស្ទិកមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្សប៉ះពាល់ដល់សត្វប៉ះពាល់ដល់បរិស្ថានអញ្ចឹងប៉ះពាល់ដល់សុខភាពមនុស្សអ្វីដែលគួរឲ្យព្រួយបារម្ភបំផុតនោះគឺផ្លាស្ទិកត្រូវការពេលវេលារាប់ពាន់លានឆ្នាំដើម្បីបំបែកជាលទ្ធផលត្រីនិងសត្វព្រៃកំពុងតែទទួលរងនូវផលប៉ះពាល់ជាតិពុលដែលបានពីផ្លាស្ទិកបានចូលពាក់ព័ន្ធទៅនៅក្នុងវដ្តអាហាររបស់យើងហើយបានគំរាមកំហែងយ៉ាងខ្លាំងដល់សុខភាពមនុស្សម្យ៉ាងវិញទៀតផលប៉ះពាល់ដែលយើងអាចមើលឃើញនិងគួរឲ្យព្រួយបារម្ភបំផុតនៃផ្លាស្ទិកគឺការគ្របចូលក្នុងប្រព័ន្ធដង្ហើមរបស់មនុស្សនិងការចូលពាក់ព័ន្ធទៅនឹងប្រភេទសត្វសមុទ្ររាប់រយប្រភេទសត្វព្រៃនិងសត្វសមុទ្រតែងតែយល់ច្រឡំថាកាកសំណល់ផ្លាស្ទិកគឺជាអាហាររបស់ពួកវាឆ្លោះហើយវាតែងតែបរិភោគនៅផ្លាស្ទិកយ៉ាងហ្នឹងហើយភាគច្រើនសត្វដោយសារអត់អាហារដោយសារកាពះរបស់ពួកវាពោពេញទៅដោយកម្ទេចកម្ទីផ្លាស្ទិកកំពុងតែសម្លាប់សត្វសមុទ្រនិងសត្វផ្សេងៗទៀតជាង 1.1 លានក្បាលជារាល់ឆ្នាំផ្លាស្ទិកគឺមានប្រជាប្រិយភាពដោយសារវាអាចបត់បែនបានមានទម្ងន់ស្រាលនិងមាននិរន្តរភាពក៏ប៉ុន្តែផលប៉ះពាល់ចំពោះវាគឺមានច្រើនមែនទែនហើយផលប៉ះពាល់ជាពិសេសដល់បរិស្ថានវាធ្វើឲ្យបរិស្ថានអត់មានសណ្ដាប់ធ្នាប់បរិស្ថាននៅជុំវិញខ្លួនយើងពោពេញដោយខ្យល់ឬក៏សំណល់ផ្លាស្ទិកជាច្រើនដែលអាចប៉ះពាល់ដល់សុខភាពហើយវាមានគ្រោះថ្នាក់ដល់ភពផែនដីនិងសារពាង្គហើយមានជីវិតនិងអត់ជីវិតជាច្រើននៅលើភពផែនដីនេះជាមូលហេតុដែលយើងគួរនាំគ្នាយកមកពិចារណាឲ្យរួបរวมស្វែងរកដំណោះស្រាយដើម្បីពិភពលោកពីការប្រើប្រាស់ផ្លាស្ទិកសម្រាប់ព័ត៌មានបន្ថែមវិញនៅប្រទេសកម្ពុជានៅពេលដែលគេទិញសម្ភារៈផ្សេងៗហ្នឹងគឺភាគច្រើនគេប្រើប្រាស់ថង់ផ្លាស្ទិកដែលត្រូវបានម្ចាស់អាជីវកម្មផ្ដល់ជូនថាថង់ផ្លាស្ទិកហ្នឹងគឺមានតម្លៃថោកសមរម្យដែលអាចឲ្យអ្នកទិញហ្នឹងគឺប្រើប្រាស់លុយរបស់គាត់ចំណាយហ្នឹងគឺក៏សមរម្យដែរការស្រាវជ្រាវបានបង្ហាញថាថង់ផ្លាស្ទិកបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅដល់បរិស្ថានសុខភាពមនុស្សព្រមទាំងជីវៈចម្រុះផ្សេងៗមន្ត្រីជាន់ខ្ពស់ផ្នែកបរិស្ថានបានលើកឡើងថាការកាត់បន្ថយថង់ផ្លាស្ទិកនេះគឺជាការប្រើប្រាស់ថង់ផ្លាស្ទិកមួយនៅក្នុងកម្រិតទៀតក៏ដូចជាការទាម
មទាឲ្យប្រជាជនយើងយល់ដឹងច្បាស់និងចូលរួមការពារការប្រើប្រាស់ថង់ប្លាស្ទិកកាន់តែច្រើនជាងនឹងអ្នកស្រាវជ្រាវក៏បានបន្ថែមទៀតថាផ្នែកបរិស្ថាននេះគឺត្រូវហាម5កុំឲ្យប្រើប្រាស់ថង់ប្លាស្ទិកដោយសារថង់ប្លាស្ទិកនឹងអាចផ្ដល់ផលប៉ះពាល់ជាច្រើនដល់សុខភាពមនុស្សយើងនិងត្រូវដំឡើងពន្ធចំពោះការនាំចូលថង់ប្លាស្ទិកព្រមទាំងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយើងបានដឹងច្បាស់ដើម្បីឲ្យដឹងពីផលប៉ះពាល់ពីថង់ប្លាស្ទិកនឹងក្នុងន័យការពារកុំឲ្យវាមានផលវិបាកកាន់តែខ្លាំងចំពោះជីវភាពរស់នៅរបស់ប្រជាជនបច្ចុប្បន្នម្យ៉ាងទៀតវិញគេក៏សង្កេតឃើញថាថង់ប្លាស្ទិកមានភាពងាយស្រួលស្រាលមិនជ្រាបទឹកនិងមានតម្លៃថោកដែលគេអាចលក់ចេញជាគីឡូក្រាមបានម្ល៉េះហើយទើបគេប្រើប្រាស់ថង់ប្លាស្ទិកនេះគឺជាទម្លាប់សាមញ្ញរបស់ប្រជាជននៅក្នុងប្រទេសកម្ពុជាអ្នកលក់បន្លែម្នាក់នៅក្នុងផ្សារដំកូលបានបន្តទៀតថាសប្តាហ៍លោកតែងតែប្រើប្រាស់ថង់ប្លាស្ទិកសម្រាប់ដាក់បន្លែផ្លែឈើត្រីសាច់ឲ្យភ្ញៀវដែលមកទិញនៅបន្លែនៅកន្លែងគាត់លោកក៏បានបន្ថែមទៀតថាការទិញដោយប្រើប្រាស់ថង់ប្លាស្ទិកពីអ្នកលក់ផ្សេងៗទៀតក្នុង1គីឡូក្រាមប្រហែល 6,000 រៀលទៅកាន់ 7,000 រៀលហើយ1គីឡូក្រាមបានថង់ប្លាស្ទិកប្រហែល 100 ថង់ពេលដែលអ្នកទិញមកគឺគេមិនអាចប្រើកញ្ជើងបានទេដូច្នេះហើយក៏គេជ្រើសរើសប្រើប្រាស់ថង់ប្លាស្ទិកដោយសារវាមានភាពងាយស្រួលជាងស្រដៀងគ្នានេះដែរមានការលើកឡើងម្នាក់ពីអ្នកស្រីដែលគាត់ធ្វើការលក់បន្លែនៅតាមតូបចាប់ហួយហ្នឹងគឺគាត់បាននិយាយថាបើសិនមិនឲ្យថង់ប្លាស្ទិកទៅកាន់អ្នកលក់ទេគេថាអ្នកលក់ហ្នឹងមានចិត្តអាក្រក់សូម្បីតែថង់ក៏មិនហ៊ានឲ្យលោកស្រីក៏បានបន្តទៀតថាការប្រើប្រាស់ថង់ក្រដាសនិងការប្រើប្រាស់ថង់បរិស្ថានក៏ជាចំណងមួយដែលលោកស្រីចង់ប្រើប្រាស់ដែរប៉ុន្តែថង់បរិស្ថានឬក៏ថង់ក្រដាសនោះមានតម្លៃថ្លៃដែលធ្វើឲ្យអតិថិជនហ្នឹងមិននិយមប្រើព្រោះវាអាចជ្រាបទឹកនិងងាយស្រួលរហែកព្រមទាំងគ្មានគុណភាពសមរម្យទន្ទឹមនឹងនេះដែរលោកស្រីមិនបានដឹងពីផលប៉ះពាល់ចំពោះបរិស្ថាននោះទេដែលកើតនៅប្រចាំថ្ងៃអ្វីៗឡើយហើយក៏មិនដឹងថាមានផលប៉ះពាល់អ្វីខ្លះចំពោះសុខភាពរបស់យើងគ្រប់រូបដែរខុសប្លែកពីអាជីវករខាងស្ត្រីអ្នកទិញបន្លែផ្លែឈើម្នាក់នៅផ្សារថ្មីបានមានមតិថាលោកស្រីតែងតែលាងសម្អាតថង់ប្លាស្ទិកដែលនៅស្អាតល្អហាលឲ្យស្ងួតហើយយកមកប្រើឡើងវិញលោកស្រីបានបន្ថែមទៀតថាលោកស្រីដឹងពីផលប៉ះពាល់របស់ថង់ប្លាស្ទិកចំពោះសុខភាពបរិស្ថាននិងការរស់នៅប្រចាំថ្ងៃប៉ុន្តែលោកស្រីគ្មានជំនឿអ្វីផ្សេងក្រៅពីការប្រើប្រាស់ថង់ប្លាស្ទិកនោះទេលោកស្រីបានបន្តទៀតថាម្ដងម្កាលលោកស្រីក៏ទិញថង់បរិស្ថានឬថង់ក្រណាត់មកប្រើដែរប៉ុន្តែថង់បរិស្ថាននេះគឺលក់នៅលើទីផ្សារមានតម្លៃថ្លៃថង់បរិស្ថានឬថង់ក្រណាត់ត្រូវបានក្រសួងបរិស្ថានលក់ចេញនៅលើទីផ្សារតម្លៃ$1ក្នុងមួយថង់គេសង្កេតឃើញថានៅតាមផ្សារទំនើបមួយចំនួនក្នុងក្រុងភ្នំពេញបានដាក់លក់ថង់ក្រណាត់ដែរប៉ុន្តែតម្លៃ$1ក្នុងមួយថង់ហាក់បានរារាំងដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រមិនហ៊ានលើកដៃលូកយកលុយពីហោប៉ៅដើម្បីទិញថង់បរិស្ថានប្រើឡើយការសិក្សារបស់អង្គការមូលនិធិអក្សរាបានបង្ហាញថាបរិមាណកាកសំណល់និងសំរាមដែលប្រមូលបានជារៀងរាល់ឆ្នាំនៅតាមផ្លូវនៅក្នុងក្រុងមានចំនួនរាប់រយតោនកម្ពុជាត្រូវបានចំណាយលុយប្រចាំឆ្នាំលើសម្ភារៈសម្អាតផ្លាស្ទិកប្រមាណ$4,500ក្នុងខេត្តព្រះសីហនុនៅខេត្តសៀមរាប$15,000និងភ្នំពេញ$31,000សាស្ត្រាចារ្យនិងអ្នកស្រាវជ្រាវផ្នែកបរិស្ថានបាននិយាយថាផ្លាស្ទិកបណ្ដាលឲ្យស្ទះប្រព័ន្ធលូបង្ហូរទឹកដែលជាហេតុបណ្ដាលឲ្យមានផលប៉ះពាល់ចំពោះការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ពិសេសគឺក្មេងៗត្រូវការផ្អាកសិក្សាយ៉ាងតិចមួយថ្ងៃនៅពេលដែលមានទឹកលិចឬស្ទះលូដោយសារថង់ផ្លាស្ទិកជាមធ្យមមនុស្សញ៉ាំមីក្រូផ្លាស្ទិកចំនួន7សែនជារៀងរាល់ឆ្នាំរយៈពេលដែលថង់ផ្លាស្ទិកត្រូវបានប្រើប្រាស់ជាមធ្យមមួយថង់ត្រូវបានប្រើប្រាស់តែរយៈពេល12នាទីប៉ុណ្ណោះក្រៅពីនោះគឺគេបោះវាចោលហើយគេមិនយកវាមកប្រើប្រាស់ម្ដងទៀតឡើយក្នុងរយៈពេល50ឆ្នាំចុងក្រោយនេះការផលិតផ្លាស្ទិកនៅក្នុងពិភពលោកបានកើនឡើងទ្វេដងថង់ផ្លាស្ទិកចំនួន2លានថង់ត្រូវបានប្រើប្រាស់ជារៀងរាល់នាទីនៅទូទាំងពិភពលោកមានផ្លាស្ទិកមួយចំនួនត្រូវបានគេបោះចោលទៅក្នុងសមុទ្រជារៀងរាល់នាទីនិងជារៀងរាល់ថ្ងៃជាចុងក្រោយពួកយើងសូមអរគុណដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់បានចំណាយពេលវេលាដ៏មានតម្លៃមកសាកការបកស្រាយរបស់ក្រុមពួកខ្ញុំអញ្ចឹងខ្ញុំសូមជូនពរឲ្យអ្នកទាំងអស់គ្នាជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈ